ស្ទឹងសង្កែខែលិញផុតទៅតោឈរយាមផ្លូវនៅក្បាលស្ពានថ្មយើងត្រូវតែរួបរวมសាមគ្គីគ្នាជាធ្លុងមួយបានជាប្រទេសជាតិរបស់យើងរស់នៅរុងរឿងបានហើយបើកាលណាបែកបាក់គ្នានឹងវិនិច្ឆ័យហិនហោចអស់គ្មានថ្ងៃរីកចម្រើននោះទេនេះជាបណ្ដាំចុងក្រោយរបស់អ្នកកវីនិពន្ធគង់ប៊ុនឈឿនកវីនិពន្ធម្ចាស់ដងស្ទឹងសង្កែជាកូនកសិករក្រីក្រម្នាក់ក្នុងចំណោមបងប្អូន2នាក់តែជាអកុសលបងប្រុសរបស់លោកបានស្លាប់តាំងពីរូបលោកនៅវ័យកុមារភាពកវីនិពន្ធរូបនេះរស់នៅភូមិចំការសំរោងឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបងលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីតាតកឹមលនក្នុងឆ្នាំ1963ហើយមានកូនចំនួន6នាក់គឺប្រុសម្នាក់និងស្រី5នាក់កវីម្ចាស់ស្ទឹងសង្កែគង់ប៊ុនឈឿនកើតនៅថ្ងៃទី18ខែតុលាឆ្នាំ1939ឪពុកឈ្មោះគង់ឈិនជាអ្នកខេត្តតាកែវចំណែកឯម្ដាយឈ្មោះម៉ផឹងជាអ្នកខេត្តបាត់ដំបងលោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ធចាប់តាំងពីកំឡុងឆ្នាំ1955មករហូតបានប្រឡងជាប់លេខ1ជាលើកដំបូងនៅក្នុងឱកាសមហោស្រពអក្សរសិល្ប៍1ក្នុងខេត្តបាត់ដំបងនៅក្នុងឆ្នាំ1957ក្នុងស្នាដៃឈ្មោះស្នេហាលុះអវសានលោកជាអ្នកសរសេរកាសែតអ្នកនិពន្ធប្រឡំលោកពាក្យរាយប្រឡំលោកពាក្យកាបកំណាព្យចម្រៀងសេណារីយ៉ូភាពយន្តនិងជាអ្នកដឹកនាំសម្ដែងជាអ្នកនិពន្ធបទភ្លេងដ៏ល្បីម្នាក់ក្រៅពីនេះលោកក៏ជាអ្នកគូគំនូរអប់រំផងដែរនៅឆ្នាំ2000លោកជាអ្នកនិពន្ធជនជាតិខ្មែរទី2បន្ទាប់ពីឯកឧត្តមពេជ្រទុំក្រវិលដែលបានទទួលជីលីភីស្នាដៃតែងនិពន្ធក្របខ័ណ្ឌអាស៊ានលោកត្រូវបានអ្នកនិពន្ធខ្មែរទាំងឡាយចាត់ទុកជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់របស់កម្ពុជាដែលបានបន្សល់ទុកនៅស្នាដៃផ្នែកតែងនិពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់មានប្រឡំលោកនិងបទចម្រៀងសម័យដើមដែលមានអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រអ្នកស្រីអឹងណារីរស់សេរីសុធាប៉ែនរ៉ននិងអ្នកចម្រៀងល្បីៗជាច្រើនរូបទៀតបានបកស្រាយស្នាដៃទាំងអស់នោះនៅតែស្ថិតនៅក្នុងមនោសញ្ចេតនាអ្នកអាននិងអ្នកស្ដាប់រហូតមកដល់សព្វថ្ងៃនេះម្ចាស់ដងស្ទឹងសង្កែជាកវីនិពន្ធល្បីឈ្មោះមួយរូបតាំងពីសតវត្សទី50រហូតមកលោកគង់ប៊ុនឈឿនបានទទួលមរណភាពនៅក្នុងវ័យ77ឆ្នាំនៅប្រទេសណូវេដោយជំងឺមហារីកលោកបានបន្សល់ទុកនៅស្នាដៃនិពន្ធជាច្រើនសម្រាប់ឲ្យកូនខ្មែរសិក្សាស្វែងយល់ហើយមហាជនក៏តែងស្ងើចសរសើរមិនដាច់ពីមាត់ថាលោកជាកវីនិពន្ធជើងចាស់ដ៏ឆ្នើមដែលច្រើនសរសេរបង្ហាញពីទស្សនវិជ្ជាពិតនៅក្នុងសង្គមជាតិ